នេះសូមអរកាយគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាប្រកខ្មែរទូទាំងពិភពលោកក៏ដូចជាបងប្អូននៅនាសមុទ្រជាពិសេសនៅប្រទេសកម្ពុជាបន្តតែម្ដងដែលកំពុងតែបើកឃើញនៅទស្សនវិជ្ជាយ៉ាងអាណត្តិថងក៏ដូចជាសង្រេងនៅអ្នកដែលធ្វើល្អអ្នកដែលប្រកបមុខរបរល្អធ្វើអំពើល្អបែរជាទៅជាប់គុកត្រូវចាប់ប្រត់កូនប្រត់ឪអ្នកដែលស្មោះត្រង់នឹងជាតិត្រូវជាប់ពន្ធនាគាររហូតដល់សប្តាហ៍ថ្ងៃនេះបងប្អូនបានឃើញហើយហើយនីតិសិល្បៈសង្គ្រោះជាតិក៏បាននាំនៅបទចម្រៀងដែលឆ្លុះបញ្ចាំងពីសង្គមពិតៗដែលបងប្អូនបានឃើញតែដោយសារតែមានការគាំទ្រពីបងប្អូននៅអានីសមុទ្របងប្អូននៅក្នុងប្រទេសចូលរួមក្នុងការជឿចាប់បងប្អូនបានចងក្រងជាបទចម្រៀងដើម្បីបង្ហាញในការជឿចាប់មកដល់ប្រតិកម្មជាតិរបស់យើងតាមរយៈបទចម្រៀងដូច្នេះហើយពួកខ្ញុំក៏បានបង្កើតកម្មវិធីនីតិសិល្បៈដើម្បីឲ្យបងប្អូនបានទស្សនាក៏ដូចជានឹងស្ដាប់នៅថ្ងៃចុងសប្តាហ៍ដែល live ថ្ងៃនេះគឺយើងបានជួបជាមួយនឹងតារាចម្រៀងមួយរូបទៀតដែលសម្រស់ក៏ស្អាតសំឡេងក៏ព្រោះដែលរយៈមុនខ្ញុំបានទៅប្រឡងខ្ញុំសុំទោសខ្ញុំបានទៅសម្ដែងនៅឯសហរដ្ឋអាមេរិកប៉ុន្តែឮតែបងប្អូននិយាយថាចង់ឲ្យកញ្ញាទៅចង់ឲ្យកញ្ញាទៅចូលរួមក៏ដូចជាបង្ហាញនៅសំនៀងយ៉ាងក្អួនក្អាយក៏ដូចជាចម្រៀងជាតិដែលបងប្អូនបានស្ដាប់តាមប្រព័ន្ធអ៊ីនធឺណិតក៏តាម Facebook តាម CD ដែលបានទៅលក់នៅទីនោះដែលមានផ្ដើមដោយឡើងគណៈបកសង្គ្រោះជាតិប្រចាំនៅរដ្ឋនីមួយៗបានលក់នៅ CD របស់ពួកខ្ញុំអរគុណណាស់កុំឲ្យខាត់ពេលវេលាយូរជួបជាមួយនឹងតារាចម្រៀងមួយរបស់ខ្ញុំទេនេះសួរបានស្វាគមន៍ចូលធម្មតាប៉ុន្តែមកទៅដូចជាការធ្វើសក់មុនខ្ញុំឃើញនៅក្នុង Facebook ឃើញដូចជាមានការមួយមែនទេរាប់ការបាត់ហើយចាការហ្នឹងការស្អាតណាស់ស្រស់ណាស់ចាការហ្នឹងគឺនេះខ្ញុំអាប់ដេតសម្រាប់ការបុរាណបុរាណហើយជួបគ្នាមួយទៀតអរគុណសម្រាប់រាល់ថ្ងៃកិច្ចការយ៉ាងម៉េចដែរចារាល់ថ្ងៃនេះខ្ញុំក្នុងការងារសង្គមគឺមានប៉ុន្តែឃើញនៅក្នុងប្រព័ន្ធ Facebook ឃើញតិចជួបលោកតានេះជួបលោកយាយនោះតិចជួបនៅផ្សំទៅឃើញចំណុយរហូតណាអរគុណសម្រាប់ការចូលរួមក៏ដូចជាការខិតខំធ្វើអំពើល្អដែលក្នុងនាមយើងជាខ្មែរគ្នាក្នុងនាមយើងរស់លើទឹកដីរបស់ខ្លួនយើងមានសិទ្ធិនិងយើងធ្វើអ្វីជាអំពើល្អរបស់យើងណាអរគុណដោយសារតែថ្ងៃនេះគឺជានីតិសិល្បៈបានអញ្ជើញកញ្ញាមីវ៉ារីមកបងប្អូនបានស្គាល់ហើយក៏ដូចជាបងប្អូនបានគាំទ្រនៅសំឡេងយ៉ាងក្អួនក្អាយរបស់គាត់ដែលធ្លាប់តែឮនៅក្នុង CD និងតាមប្រព័ន្ធអ៊ីនធឺណិត Facebook ផ្សេងៗដែលគឺបងប្អូន comment និង like ចូលចិត្តច្រើនមែនតើមាន share ច្រើនមែនតើអរគុណថ្ងៃនេះតើមានបទចម្រៀងនេះដើម្បីបង្ហាញជូនដល់បងប្អូនចានេះខ្ញុំជាដំបូងខ្ញុំសូមជម្រាបសួរដល់ពុកម៉ែបងប្អូននៅក្នុងក្រៅស្រុកជាទីគោរពរាប់អានចានេះខ្ញុំវ៉ារីចាជាអ្នកចម្រៀងដែលគេតែងតែហៅថានេះខ្ញុំជាអ្នកចម្រៀងស្នេហាជាតិក្នុងសិល្បៈសង្គមជាតិហើយនេះខ្ញុំថ្ងៃនេះដែរនេះក៏សូមលើកនៅបទដំបូងដែលនេះខ្ញុំច្រៀងឲ្យគណៈបកសង្គមជាតិមុនដំបូងគេបង្អស់គឺទឹកភ្នែកអ្នកក្របាត់ទឹកភ្នែកអ្នកក្រហ្នឹងច្រៀងនៅស៊ីណាដែរហើយផលិតកម្មណាដែរចានេះខ្ញុំបានច្រៀងនៅ CD វល់មួយរបស់ផលិតកម្មសង្គ្រោះជាតិខេត្តបន្ទាយមានជ័យដែលដឹកនាំដោយបងប្រុសមីសុណារាយើងចង់ដឹងថាអត្ថន័យនៃបទចម្រៀងនេះឆ្លុះបញ្ចាំងពីអ្វីដែរចាអត្ថន័យនៃបទចម្រៀងនេះគឺឆ្លុះបញ្ចាំងនៅសង្គមចាសង្គមបច្ចុប្បន្នតែម្ដងចាមានការរឹបអូសគៀបសង្កត់ចាជាពិសេសគឺយើងឃើញហើយថាការគៀបសង្កត់ការធ្វើបាបទៅប្រជាពលរដ្ឋចូលត្រង់ត្រីក្រចាអរគុណជាពិសេសគឺយុទ្ធធម៌គឺអត់មានសម្រាប់ពួកគាត់អញ្ចឹងហើយបទនេះគឺមានអត្ថន័យជ្រាលជ្រៅមែនទែនហើយមានការគាំទ្រពីបងប្អូនខ្មែរទូទាំងប្រទេសដែលបានស្ដាប់នៅបទចម្រៀងនេះខ្ញុំហើយពាក្យច្រើនគាត់ច្រើនតែសរសើរថាគាត់ពេលដែលបានស្ដាប់បទនោះហើយគឺគាត់អួលអង្គដោយសារមិនមែនថាទឹកដមនៃការប្រយោជន៍យ៉ាងណាទេប៉ុន្តែគាត់ឆ្លុះបញ្ចាំងពីសង្គមបញ្ចាំងពីសង្គមពិតៗគឺធ្វើឲ្យគាត់ស្រក់ទឹកភ្នែកនិងអួលអង្គទៅតាមបទចម្រៀងចឹងនេះខ្ញុំសូមលើកបទចម្រៀងរបស់នេះដើម្បីផ្ញើជូនដល់បងប្អូនទូទាំងប្រទេសសម្ដាប់ជាមួយនឹងអត្ថន័យនៃបទចម្រៀងចាហើយនេះខ្ញុំធានាថាពុកម៉ែបងប្អូននឹងអួលណែនដើមកចាដោយដែលខ្ញុំនៅពេលដែលបានស្ដាប់បទចម្រៀងនេះហើយអរគុណដល់ហើយបើយើងចង់ដឹងថាមុននឹងច្រៀងបទចម្រៀងជាតិមុននឹងធ្វើកិច្ចការសង្គមចូលរួមសង្គមតើកញ្ញាមានប៉ះពាល់ផ្លូវចិត្តប៉ះពាល់អារម្មណ៍ការគេធ្វើបាបគេសង្កត់លើក្រុមគ្រួសាររបស់កញ្ញាទេទើបបើច្រើនឲ្យកញ្ញាចូលក្នុងសង្គមបែបនេះចាពីដំបូងឡើយនេះខ្ញុំសូមលើកពីដើមទៀតចានេះខ្ញុំគឺជាក្មេងម្នាក់ចាជា
មនុស្សម្នាក់ដែលកើតនៅលើទឹកដីជំរុំចាជំរុំដែរចានេះខ្ញុំកើតនៅក្នុងរាយសៃធូខ្ញុំសៃធូដែរគឺទៅជានៅក្នុងនេះចានេះខ្ញុំបានមកដល់ទឹកដីប្រទេសកម្ពុជាគឺនៅឆ្នាំ1992បាទចាពេលដែលនេះខ្ញុំមកដល់គឺនេះខ្ញុំទូនទេនេះខ្ញុំប្រហែលជា8 9ឆ្នាំចាតែបងរបស់នេះខ្ញុំធំហើយគាត់រៀនចប់ថ្នាក់ពីសៃធូបាទចាតែមកដល់ស្រុកខ្មែរដោយសារអត់មានបាក់ពួកអត់មានបងប្អូនសាយាយើងនឹងស្ដាប់ហើយថាស្រុកខ្មែរគឺតតែមានសាយាតតែមានបាក់ពួកបានយើងអាចមានការងារចាហ្នឹងហើយចឹងហើយបងប្រុសរបស់នាងខ្ញុំក៏បានទៅធ្វើសំណងបានរយៈពេល1 ខែ 2 ខែដោយសារគាត់អត់មានជំនាញគាត់នៅជំរុំគាត់ធ្លាប់តែរៀនចឹងហើយគាត់ធ្វើគាត់ពិបាកមែនទែនតែស៊ូទ្រាំចាស៊ូទ្រាំព្រោះតែយើងក្រតែយើងអត់មានបាក់ពួកបន្ទាប់មកគេអ្នកជិតខាងក៏បបួលបងប្រុសរបស់នាងខ្ញុំទាំងពីរនាក់ដែលមានកាយសម្បត្តិបរិបូរទៅធ្វើទាហានដាក់ខែកាលនោះបានដូចជាបានទី5 6 ម៉ឺនដូចខ្មែរណាមួយខែចាមួយខែ5 6 ម៉ឺនប្រាក់5 6 ម៉ឺនចាធ្វើទាហានបានប្រហែលជា2 ទៅ 3 ឆ្នាំបងប្រុសរបស់ខ្ញុំទាំងពីរត្រូវពីការតែម្ដងពីការស្អីដែរពីការដែលសារត្រូវក្របមានបានហ្នឹងហើយត្រូវចាក្របមានចូលទៅច្បាំងចូលទៅព្រៃបាទសូមបញ្ជាក់ថាក្រោយពីគាត់ជាយោធាហើយគាត់បានពីការដោយសារតែការធ្វើសង្គ្រាមការពារមាតុភូមិនៅពេលនោះតើមានការទទួលស្គាល់ក៏ដូចជាការមើលថែពីក្រសួងយោធាអីទេមានចាការគាត់បានមកព្យាបាលនៅតាមរយៈពេទ្យមួយចំនួនណាចាពេទ្យទៅនេះណាគាត់បានព្យាបាលគាត់ក៏មិនដឹងថាធ្វើអីដោយសារប្រាក់ខែដែលគេឲ្យដល់ដែរប៉ុន្តែគេឲ្យ7 8 ម៉ឺនឆ្នាំអត់គ្រប់ទេហើយគាត់ក៏បងប្រុសរបស់ខ្ញុំគាត់ក៏មួយដែលពីការជឿត្រូវកាត់ហ្នឹងគាត់ក៏ទៅបរៀនសិស្សបន្ថែមណាបន្ថែមចឹងឥឡូវនេះបានប្រាក់ខែពីខាងក្រៅគឺអង្គការ Marino លេងហើយប្រាក់ខែទាហានហ្នឹងគឺប្រាក់ខែនៅតែ7 8 ម៉ឺនហ្នឹងទៅឥឡូវគឺថាឡើងហើយយើងទៅបានរាល់ខែទេបានរាល់ខែប៉ុន្តែដល់ឡែកបងប្រុសរបស់ខ្ញុំម្នាក់ទៀតចាត្រូវបានស្លាប់បាត់បង់ជីវិតមិនខ្ញុំធ្លាប់ដឹងរឿងនេះខ្ញុំធ្លាប់ទៅចូលរួមដែររហូតមកដល់ពេលនេះគឺអត់មានការទទួលខុសត្រូវពីរដ្ឋាភិបាលឬក៏ឯខាងនៃវិមានចាបងខ្ញុំស្លាប់ដោយអយុត្តិធម៌បំផុតមូលហេតុមកស្ដាយថ្លៃមកដែរបងខ្ញុំគាត់ទៅធ្វើទាហានការជំគ្រូចាញ់ប៉ុន្តែមកដល់ពេលដែលខ្ញុំដឹកបងប្រុសខ្ញុំមកដល់ពេទ្យគេថាបងខ្ញុំអីរលាកអីក្នុងស្អីប្រមាណវាចាត់ទៅការវះកាត់ប៉ុន្តែគេអត់មានយកបងខ្ញុំទៅវះកាត់ទេគេឲ្យបងខ្ញុំតោងសរោងតោអីអញ្ចឹងរងចាំបើនិយាយចាំគឺគេគៀបយើងគេគៀបឲ្យសូលុយគេចាសូពេលនោះនឹងខ្ញុំខំសវេសវ៉ាដើរខ្ចីលុយដើរយករបស់មានតម្លៃទៅប្រចាំដើម្បីយកទៅសូលុយបន្តិចពេទ្យឲ្យគេប្រញាប់វះកាត់យ៉ារហូតដល់រយៈពេល1 អាទិត្យពេលនោះអត់មានប្រាប់ផ្ដល់ដំណឹងឲ្យខ្ញុំមួយថ្ងៃពីរថ្ងៃថាបងខ្ញុំត្រូវវះកាត់នេះហ្នឹងពេលនោះបងខ្ញុំត្រូវសរោងទៅក៏គាត់ធូរអាចភាសាបានអីបានបត់ជើងបានធម្មតានៅតែរោងចាំពួកយើងអត់ដឹងថាមិនដឹងរោងចាំវះពេទ្យថាគេវះពេលនោះខ្ញុំក៏សួរdoktorពេទ្យថាលោកdoktorបើសិនជាបងខ្ញុំអត់ទាន់វះកាត់ឥឡូវនេះក៏ឃ្លានតើបងខ្ញុំអាចឲ្យគាត់ភាសាអីបានអត់ពេទ្យគេថាអូបានតាទិញស្អីរបស់ទុនអីចឹងឲ្យគាត់ភាសាទៅឲ្យតែរឹងណាព្រោះអត់ទាន់វះកាត់ដដែលពេលដែលនេះខ្ញុំចុះគាត់លឺអញ្ចឹងនេះខ្ញុំចុះមកទិញបងសួរបងអញ្ចឹងបងគាត់ឃ្លានអីអញ្ចឹងនេះខ្ញុំចុះមកទិញគ្រាន់តែចុះមកមិនតបាន5 នាទីផងគេយកបងខ្ញុំទៅវះកាត់ដោយមិនសួរពីខ្ញុំមួយសូម្បីតែមួយម៉ាត់ក្រុមគ្រួសារសាច់ស្មួយម៉ាត់យកបងខ្ញុំចូលបន្ទប់ ICU វះកាត់ពេលបងអូនស្រីខ្ញុំបងបើខ្ញុំខំប្រាប់ថាគេយកបងទៅវះកាត់តែគេអត់ដឹងទេចាពេលនេះខ្ញុំអត់ដឹងខ្ញុំទៅទិញអីខ្ញុំទៅទិញមហូបទៅទិញរបស់ញ៉ាំឲ្យបងប្រុសញ៉ាំខ្ញុំបានសួរdoktorពេទ្យថាអាចញ៉ាំបានអត់ពេលនោះខ្ញុំក៏ទៅទិញហើយគេយកបងខ្ញុំទៅវះភ្លាមតែម្ដងអត់មានសួរអត់មានអីនោះអត់មានប្រាប់ដល់ហ្នឹងហើយក្រោយពីវះពេលនោះខ្ញុំអត់ទាន់គ្រាន់តែដំណឹងទៀតខ្ញុំបងម៉ូតូមកវិញភ្លាមពេលបងខ្ញុំនៅក្នុងបន្ទប់ ICU ខ្ញុំក៏អង្គុយចាំរងចាំដំណឹងនៃការវះកាត់តើបានសម្រេចឬក៏យ៉ាងណាចាពេលដែលកំពុងតែវះកាត់ឃើញពេទ្យស្តាម្នាក់ចេញមកសួរនេះខ្ញុំប្រកាសឈ្មោះថាឈ្មោះស្អីគេនេះខ្ញុំក៏អត់ចាំដែរតែមិនមែនឈ្មោះបងប្រុសខ្ញុំខុសតាំងពីតកូលខុសទាំងអីទាំងអស់ថាអ្នកជំងឺកំពុងតែខ្វះឈាមត្រូវការឈាមជាចាំបាច់យ៉ាងនេះខ្ញុំក៏
កលេចមើលទៅអត់ឃើញសាច់ញាតិណាថានេះសោះងើបដើម្បីឆ្លើយឆ្លងជាមួយពេទ្យអញ្ចឹងណាអូមិនមែនឈ្មោះគេហើយនេះខ្ញុំក៏មិនមែនឈ្មោះបងខ្ញុំក៏អត់មាត់អីរងចាំបន្តពេលដែលពេទ្យប្រកាសអត់ឃើញអ្នកណាគេតែនិយាយភាសានឹងឈាមហ្នឹងពេលនោះពេទ្យក៏ចូលទៅវិញចាចូលទៅវិញវះកាត់បន្តវះកាត់បងខ្ញុំដោយអត់មានឈាមធម្មតាការវះកាត់យើងបានស្គាល់ទេបងនេះយើងនៅក្នុងហេតុការណ៍នេះខ្ញុំនៅក្នុងហេតុការណ៍ហ្នឹងខ្ញុំនៅមុខ ICU ចាធម្មតាពេលដែលវះកាត់ត្រូវតែមានឈាមដើម្បីបន្តគេត្រៀមបណ្ដាគ្រប់គ្រងសម្រាប់សង្គ្រោះមនុស្សដូចថាចាប៉ុន្តែដោយឡែកដោយសារតែបងខ្ញុំអត់មានលុយទៅតាមលក្ខណៈអង្គការចាសិភើអង្គការគឺអង្គការជំនួយអញ្ចឹងគិតថាអត់បានលុយស៊ីក្រៅអញ្ចឹងឲ្យពេទ្យស្តាពេលនោះវះបងខ្ញុំដែលអត់មានឈាមហើយធម្មតាបើសិនជាដឹងនិយាយថាបងខ្ញុំពិតជាដកសាក់កន្លែងហ្នឹងមែនគួរតែយើងវះឲ្យត្រូវចំណុចមិនមែនវះតាំងពីហ្នឹងរហូតដល់ខំហ្នឹងដូចវះពូត្រីអញ្ចឹងប្រហែលជា2ម៉ោងវះកាត់ហើយចេញមកគឺបងខ្ញុំស្លាប់ទឹកស្លាប់អត់ប្រហែលតែយើងអត់ដឹងនៅក្នុងនៅតែអុកស៊ីហ្សែនទេពេលហ្នឹងវាថាចេះដល់ទៅពេទ្យថាពេទ្យអ្នកជំងឺហ្នឹងខ្វះឈាមខ្លាំងត្រូវការឈាមជាបន្ទាន់នេះខ្ញុំក៏បានអំពាវនាវឈាមភ្លាមពេលហ្នឹងឈាមរជំនួយឈាមអញ្ចឹងណាពេលនោះឈាមមកដល់ភ្លាមពេលនោះបងប្រុសម្នាក់ដែលជា friend របស់នេះខ្ញុំគាត់នៅក្បែរហ្នឹងគាត់មានឈាមស្រាប់គាត់ធ្លាប់បរិច្ចាគនៅទីពេទ្យណាគាត់យកមកផ្ដល់ភ្លាមបានបញ្ចូលភ្លាមតែហូបគេអត់ទៅគឺសម្ពាធឈាមរបស់គាត់អត់អាចទទួលយកឈាមនឹងបានទេនេះខ្ញុំក៏អត់ទាន់ដឹងទៀតក៏សួរថាហេតុអីបានជាបងខ្ញុំឈាមគាត់អត់តត្រាអញ្ចឹងពេទ្យនោះក៏ឆ្លើយថាបងប្រុសរបស់ប្អូនការជំងឺគ្រុនចាញ់ចឹងអត់អាចទទួលឈាមបានទេគឺចូលទៅជាជំងឺនឹងស៊ីអត់ពេលនោះហាក់បីដូចខ្ញុំមកបានខ្ញុំអត់ចាប់អារម្មណ៍ឡើយខ្ញុំគិតថានេះខ្ញុំបើសិនជាខ្ញុំមានសតិរឹងមាំជាងហ្នឹងខ្ញុំអាចយល់បើសិនជាបងខ្ញុំការជំងឺគ្រុនចាញ់វិញរឿងអីយកបងខ្ញុំទៅវាចឹងហើយលក្ខណៈហ្នឹងហើយដែលនេះខ្ញុំអយុត្តិធម៌បងខ្ញុំស្លាប់ដោយអយុត្តិធម៌បំផុតតែខ្ញុំមាននិយាយថាអយុត្តិធម៌ដល់ពេលគាត់ស្លាប់អញ្ចឹងតាមខាងពេទ្យមានទទួលខុសត្រូវអីទេអត់ទាំងអស់គឺបងខ្ញុំនៅក្នុងអុកស៊ីហ្សែននៅឡើយគេថាអ្នកជំងឺនឹងអត់អាចរស់ទេគឺស្លាប់ហើយនៅតែស្លាប់ហើយពេលដែលវាស្លាប់ភ្លាមនៅចាពេលដែលវាហ្នឹងគឺនៅតែអុកស៊ីហ្សែនហ្នឹងលោកអុកស៊ីហ្សែនយើងអត់ដឹងទេយើងអត់ដឹងស្លាប់អីនោះទេដឹងថាលោកអុកស៊ីហ្សែនហ្នឹងតែគេថាអ្នកជំងឺហ្នឹងស្លាប់ហើយថាបើឆ្លងផុតយុគហ្នឹងឆ្លងផុតបើឆ្លងផុតយុគហ្នឹងទេអត់ស្លាប់ហើយពេលនោះព្រឹកឡើងខ្ញុំមក5ចិត្តទៀតភ្លឺខ្ញុំអង្គុយកដោបបងរហូតតែអ្នកជំងឺស្លាប់ហើយអូនយកទៅផ្ទះទៅហើយគេនឹងដាក់ថ្នាំអុកស៊ីហ្សែនដើម្បីឲ្យគាត់មានដង្ហើមទៅដល់ផ្ទះដើម្បីស្ដាប់លោកគេក៏ឲ្យខ្ញុំសញ្ញេចាឲ្យម្ដាយខ្ញុំសញ្ញេទទួលយកគាត់ចេញចាអរគុណដោយសារតែពេលវេលាយើងខ្លីហើយបងប្អូនបានដឹងហើយនៅជីវប្រវត្តិរបស់តារាជំនាញស្រីរបស់យើងកញ្ញាមីវ៉ារីនេះជាការឈឺចាប់នៃបងប្អូនរបស់គាត់ដែលនៅក្រសួងសុខាភិបាលតែងតែធ្វើខុសបច្ចេកទេសដែលពាក្យសម័យឥឡូវនេះគេពុកពេញប្រើនៅលើវិស័យគឺខុសបច្ចេកទេសក៏ប៉ុន្តែមានពេទ្យបងប្អូនពេទ្យខ្លះគាត់ល្អដែរក៏ប៉ុន្តែមានបងប្អូនពេទ្យខ្លះគឺគាត់មិនបានយកចិត្តទុកដាក់នៅក្នុងការងាររបស់គាត់អរគុណហើយយើងក៏សំណូមពរចង់ឲ្យបងប្អូនជាខាងក្រសួងសុខាភិបាលរឹតបន្តឹងក៏ដូចជាមើលការខុសត្រូវបន្ថែមលើនឹងទៀតដើម្បីកុំឲ្យមានបញ្ហាអរគុណដែលសារតែពេលវេលាយើងមានកំណត់ហើយសូមរីករាយជាមួយនឹងបទចម្រៀងរបស់កញ្ញាមីវ៉ារីហើយយើងនឹងជួបនៅប្រវត្តិរបស់គាត់នៅคลิปខាងក្រោយទៀតបាទសូមជឿស
รับបងប្អូនជាប្រវត្តិខ្មែរដែលបានស្ដាប់នៅបទចម្រៀងរបស់កញ្ញាវ៉ារីទឹកភ្នែកអ្នកក្រអូលោកឲ្យការជឿចាក់សូមឲ្យតែខ្ញុំសិនបន្ទប់ទឹកភ្នែកបានเลยបានស្ដាប់នៅបទចម្រៀងនេះហើយដែលបានឆ្លុះបញ្ចាំងពីរឿងសង្គមពិតពេកតែយើងមិនបានឃើញក្នុងកញ្ចក់ទូរទស្សន៍វិទ្យុផ្សេងៗយកទៅចាក់ក៏ប៉ុន្តែនីតិរបស់យើងគឺចាក់នៅរឿងពិតហើយចាក់នៅបទចម្រៀងដែលនិពន្ធដោយខណៈឯងនិពន្ធចាបទនេះនិពន្ធដោយបងប្អូនជាប្រវត្តិយើងនៅសាអង់គ្លេសចាបាទជឿថាកញ្ញាមានខ្ញុំតាមដងវ៉ារីចាច្រឡំទូឡារីវ៉ារីបើនិយាយទៅមិនខុសច្រឡំនេះរហូតអរគុណដោយសារតែនីតិយើងខ្លីហើយខ្ញុំមកសូមអរគុណសម្រាប់កញ្ញាវ៉ារីដែលបានផ្ដល់ពេលវេលាយ៉ាងមានតម្លៃទៅចូលរួមក្នុងកម្មវិធីសិល្បៈសង្គមជាតិយើងសន្យាថានឹងជួបជាមួយនឹងកញ្ញាមីវ៉ារីនៅសប្តាហ៍ក្រោយទៀតអរគុណសូមជម្រាបលាបងប្អូនអរគុណសម្រាប់ការ like ការ share ការ comment របស់បងប្អូនហើយខ្ញុំសង្ឃឹមថាបងប្អូននឹងគ្រប់គ្រងកម្មវិធីនេះបន្តទៀតអរគុណសូមជម្រាបលាបាទអរគុណ